សម្ដេចតេជោហ៊ុនសែនដង្ហែព្រះមហាក្សត្រយ៉ាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ការអញ្ជើញមកដល់របស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី17ខែមេសាឆ្នាំ2025នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្ដេចយាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាននៃការអញ្ជើញមកដល់របស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល2ថ្ងៃ17-18 ខែមេសាឆ្នាំ2025នៅព្រះរាជាណាចក្រកម្ពុជាពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិនមានរៀបចំជាក្បួនត្រែទ័ពហើយអមសងខាងផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់កន្លែងស្នាក់នៅរបស់ឯកឧត្តមគឺមានបងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សឈរអមសងខាងផ្លូវប្រមាណ 30000 នាក់ផងដែរក្នុងដំណើរទស្សនកិច្ចនេះឯកឧត្តមស៊ីជីនពីងនឹងចូលគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរនៅព្រះបរមរាជវាំងឯកឧត្តមប្រធានាធិបតីចិននឹងជួបពិភាក្សាជាមួយសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាមួយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីការពង្រឹងទំនាក់ទំនងទ្វេភាគីនិងផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការចាប់អារម្មណ៍ដូចគ្នាដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះជាព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងធ្វើឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ